តោះសរសៃបងប្អូនទាំងអស់គ្នាបងប្អូនសាកទាយមើលថាឡាននៅខាងក្រោយនេះតម្លៃវាប្រហែលហើយមានជាមួយនឹង option នេះខ្លះសម្រាប់បងប្អូនដែលគាត់ត្រូវការប្រើប្រាស់ជាលក្ខណៈគ្រួសារខ្ញុំណែនាំជូនជាមួយនឹងឡានមួយគ្រឿងនេះ Samyong Reton SUV ឆ្នាំផលិត2019ប្រើធន់ប្រើសំចៃប្រើហាត់ល្អមែនទែនសម្រាប់បងប្អូនដែលគាត់ចង់បានឡានមួយគ្រឿងដែលយកទៅប្រើប្រាស់បានយូរឆ្នាំកម្រជប់ជើងខ្ញុំណែនាំបងប្អូនប្រើជាមួយនឹងមួយគ្រឿងនេះគឺមិនខុសអំណងទេបងប្អូនអាចមើលបើទឹកថ្នាំនៅបើជុំវិញរថយន្តដែលយើងតម្លាក់ពីទូមកគឺថារក្សាបានជាមួយនឹងគុណភាពលើ 90% តែម្ដងឥឡូវខ្ញុំឲ្យបងប្អូនមកមើលនៅខាងក្នុងវិញម្ដងយូរហើយបងប្អូនទេបាទខាងក្នុងមកគេគឺថា M Srem តែម្ដងបាទមកជាមួយនឹងបាទ option full តែម្ដងនេះបងប្អូននេះបាទប៊ូតុងចុចនៅកន្លែងនេះមាន8បាទចាក់ស្ដែងគឺយើងមាន7គ្រាប់ហើយបាទមានតាំងពីបើកៅអី memory set នេះមែនទេបងប្អូនបាទដៃជើងនៅខាងក្នុងបាទឃើញថារក្សាបានជាមួយនឹងគុណភាពនៅស្អាតមែនទេខ្ញុំសរសើរឡើងពីកូរ៉េមកគាត់ថាស្អាតតាំងពីសាច់ជ័រនេះបាទកៅអីស្បែកនេះសឹងថាអត់តមានបាក់ភ្លីទេចឹងបងប្អូនដែលគាត់ចង់ប្រើប្រាស់ជាលក្ខណៈគ្រួសារហើយចង់បានឡានមួយដែលប្រើធន់ប្រើសំចៃងាយស្រួលនៅក្នុងការធ្វើដំណើរខ្ញុំណែនាំបងប្អូនមកមើលជាមួយនឹងឡានមួយគ្រឿងនេះបាទនៅខាងក្រៅបាគេក៏ស្អាតសំណំមិនធម្មតាដែរប្រភេទឡានកូរ៉េនេះគឺយើងប្រើប្រាស់ជាមួយនឹងម៉ាស៊ីនរបស់ Allemang សំចៃមែនទែនប្រើប្រាស់ជាមួយនឹងម៉ាស៊ីន 2.2 បាទ4ម៉ាស៊ីនបាទបំពាក់មកជាមួយនឹង Turbo បាទរត់ក៏ស្រួលបាទប្រើប្រាស់ក៏ស្រួលហើយបងប្អូនដែលគាត់មានតម្រូវការបាទប្រើជាលក្ខណៈគ្រួសារបាទគ្រឿងនេះគឺថា M Srem មែនទែនអូបាទអូតូទៀតអូបាទនៅខាងក្រោយនេះបងប្អូនដែលគាត់ចុះខាត់ចុះអីយើងដាច់ពេលភាសារកន្លែងគេងបានទេកាច់តែកៅអីចឹងមកអាចគេងបានទៅលើនឹង M តែម្ដងបាទស្អាតមកបងមើលបាទសាច់ជាប់របស់គេនៅខាងក្នុងហើយមានអារម្មណ៍ថាវាធំទូលាយមែនទែនបាទហាត់ងាយស្រួលក្នុងការអង្គុយដល់មកប៉ែហ្មងណាចឹងសម្រាប់បងប្អូនគាត់មានតម្រូវការហើយមានកញ្ចក់ថវិកាត្រឹមតែ 20000 ជាងខ្ញុំណែនាំបងប្អូនមកមើលជាមួយនឹងឡានមួយគ្រឿងនេះបញ្ជាក់ជូនណាឥឡូវនេះក្នុងស្តុករបស់យើងគឺសល់តែមួយហ្នឹងទេអ្នកដែលមកមុនបានមុនអ្នកដែលមកក្រោយគេគឺលែងមានជំរឿនទៀតហើយគឺត្រូវរងចាំដល់ឱកាសក្រោយនេះបងប្អូនមើលស្អាតមែនទែនបាទតាំងពីជំនាន់ជាន់នេះបាទយ៉ាន់មកគេឆ្លោះមុខបាន M Srem បាទហើយវងកង់ធំទៀតប្រើងាយស្រួលហើយចឹងបងប្អូនដែលគាត់បានមើលវីដេអូនេះរស់រាន់មកឲ្យបានមុនគេមុនពេលដែលឡានមកគ្រឿងនេះត្រូវបានគេអូសចេញពីឃ្លាំងបាទអរគុណ